Ok chẳng ngày nay xong chạy một lệ tích ông bị cà pra pra condition rồi dạng hay boolean bây giờ true or false đó rồi chỉ môi năng enumក្នុងការសេកូដរបស់ហ្គេមខ្ញុំហ្គេមគុណខ្មែរមកបាល់អូខេអញ្ចឹងពីមុនខ្ញុំធ្លាប់ make mistake មួយគឺខ្ញុំប្រើប្រាស់ boolean សម្រាប់ inform players ឬក៏សរសេរ logic សម្រាប់ដូចថាឧទាហរណ៍ខ្ញុំទាត់ជើងក្រោមគឺអញ្ចឹងខ្ញុំ set up boolean នេះទៅ true អញ្ចឹងណាអញ្ចឹងយើងឃើញហើយគឺ boolean ហ្នឹងវាទៅជា4 5 6 7អញ្ចឹងទៅវាច្រើនហើយដល់ពេលបន្ទាប់មកទៀតខ្ញុំក៏ដូចថាយើង clean up code ហ្នឹងទៅក៏យើងរៀនអំពី enum អូខេអញ្ចឹងភាពខុសគ្នារវាង boolean ហើយនិង enum is that boolean គឺវាយើងប្រើប្រាស់វាគឺមិនខុសទេប៉ុន្តែគាត់ថា enum វាអាចឲ្យ logic របស់យើងវា clear ជាងច្រើនអញ្ចឹងណាអញ្ចឹងដូចជាឧទាហរណ៍មួយយើងមកមើលខ្ញុំទៅក្រោមបន្តិចអូខេអញ្ចឹងយើងឃើញខ្ញុំមានជា state មួយអញ្ចឹងឧទាហរណ៍ p1 underscore low kick state ហ្នឹងខ្ញុំ set performing low kick ទៅ true អញ្ចឹងទៅហើយបន្ទាប់មកទៀតhigh kick នេះទៅអញ្ចឹងនៅក្នុង game របស់ខ្ញុំគឺយើងអាចមានជា problem មួយគឺវាមិនមែនជា problem ទេថា logic ហ្នឹងគឺតួអង្គរបស់យើងគាត់លេងអញ្ចឹងទៅគាត់អាចទាត់ជើងក្រោមហើយគាត់ក៏លាស់ទៅ high kick អញ្ចឹងវាអាចបង្កជា problem មួយគឺគេហៅថា true boolean របស់យើងគឺវាអាច set ទៅ true ទាំងពីរអញ្ចឹងគឺវានឹងបង្កទៅជា problem មួយទៀតគឺនៅពេលដែលយើងប្រើប្រាស់ boolean check ហ្នឹងគឺយើង check boolean ហ្នឹងទៅវាអាចយើងការlow kick ហ្នឹង true ហើយ high kick true ទៀតពេលអញ្ចឹងវាអាចបង្កជា problem ទៅកាន់ code មួយទៀតដែលយើងប្រើប្រាស់អញ្ចឹងទៅអូខេអញ្ចឹងអ្វីដែលខ្ញុំបានដូរហ្នឹងគឺខ្ញុំដូរមកប្រើ enum វិញអញ្ចឹងយើងឃើញទេអានេះគាត់បង្កើត enum ថ្មីមកយើងដាក់ឈ្មោះវាថា kick type អញ្ចឹងទៅហើយក្នុងហ្នឹងវាមាន state ទាំងប៉ុន្មានដែលនិយាយអំពី logic របស់យើងអញ្ចឹងទៅអូខេអញ្ចឹងនៅពេលដែលយើងដូរអញ្ចឹងមកយើងគ្រាន់តែ remove អានេះចោលទៅវាឡើងជឿក្បាលហើយយើងគ្រាន់តែ remove អញ្ចឹងហើយយើងចុះមកក្រោមយើងគ្រាន់តែដូរនេះយើងចាំមើលទៅកន្លែងនេះមួយនេះកន្លែងនេះយើងឃើញហ៎បើសិនជាយើងប្រើ enumប្រើ boolean វាអាចចេញបង្កជាបញ្ហាមួយគឺយើងត្រូវ set false អញ្ចឹងទៅនេះសម្រាប់ពេលតួអង្គរបស់យើងក៏អត់ធ្វើអីគាត់ឈរនៅស្ងៀមអញ្ចឹងទៅគឺយើង remove damage remove collider ឬក៏យើង set an inactive សម្រាប់ collider របស់យើងអញ្ចឹងណាអញ្ចឹងនេះយើងគ្រាន់តែដូរ kick type របស់យើងមកដាក់មក none វិញមកយើងឃើញហើយគឺវា clean ច្រើនជាងboolean នឹងឆ្ងាយហ្មងអូខេហើយអញ្ចឹងនេះដូចគ្នាកន្លែង state នេះពេលយើងគ្រាន់ដូរតាមនឹងមកពេលយើង form ដូចថាក្បាច់ទាត់ទៅគឺវានឹងដូរទៅហ្មងពួកអី enum គឺ only one state can be true អញ្ចឹងណាអញ្ចឹងយើងឃើញហើយពេលខ្ញុំដូរទៅគឺពេលយើងទាត់ជើងក្រោមដឹងតែជើងក្រោមហ្មងតែលាស់ទៅលើដឹងតែលើហ្នឹងហ្មងអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ